សាកសម័យមើលបើសិនជាអ្នកទាំងអស់គ្នា trade profit រហូតដល់7 trade ចុះគ្នាប៉ុន្តែអត់ស្គាល់តែមួយ trade ទេធ្វើឲ្យលុយទាំងអស់អ្នកទាំងអស់គ្នាគឺអស់កលីងតែម្ដងយ៉ាស្ដាប់ទៅវាអត់សមហើយសមផលសម្រាប់បញ្ហាហ្នឹងតែបញ្ហាហ្នឹងគឺវាបានកើតឡើងច្រើនខ្លាំងមែនទែនសម្រាប់អ្នកដែលថ្មីភាគច្រើនស្ទើរតែ99និង90%ដែលកំពុងតែប្រឈមមុខជាមួយនឹងបញ្ហាហ្នឹងយ៉ាហើយសម្រាប់បញ្ហាហ្នឹងយើងអាចហៅវាបានថាជា negative or ដែលវាមានពាក្យពេញថា negative risk to reward ហើយសម្រាប់ negative អងវាមានន័យថាអ្នកទាំងអស់គ្នាកំពុងតែ trade risk ច្រើន reward តិចជាឧទាហរណ៍អ្នកទាំងអស់គ្នាហ៊ានខាតរហូតដល់$100ដើម្បីទទួលបាន$30ឬក៏$20ចាហើយការធ្វើបែបហ្នឹងគឺវាចំណាយពេលច្រើនខ្លាំងមែនទែនទោះអ្នកទាំងអស់គ្នា trade profit បានច្រើន5-6 profit ក៏ដោយប៉ុន្តែអសល់តែម្ដងគឺលុយទាំងអស់ហ្នឹងគឺបាត់បង់តែម្ដងដោយសារតែអ្នកទាំងអស់គ្នាហ៊ានខាតបង់ច្រើនដើម្បីចំណេញបានតិចសម្រាប់ trader ដែលថ្មីពីច្រើនឬក៏ beginner ហ្នឹងគឺប្រឈមជាមួយបញ្ហាច្រើនខ្លាំងមែនទែនដោយសារតែអារម្មណ៍ពួកគេនៅពេលដែលពួកគេបានជាមួយនឹង profit ពួកគេភ័យខ្លាចជាមួយនឹងការបាត់បង់ profit ទាំងអស់នោះបណ្ដាលឲ្យពួកគេកាត់មុន profit យ៉ាកាត់មុន TP ជាដើមហើយនៅពេលដែលពួកគេ SL វិញពួកគេតែរំពឹងថាសារនឹងអាចត្រឡប់ទៅរក TP វិញឬក៏ត្រឡប់ទៅយកផលចំណេញវិញក៏បានដែរហើយបញ្ហាហ្នឹងឯងដែលជា negative or តែសង្កេតឃើញថា professional trader ឬក៏អ្នកដែលមាន experience ច្រើនហ្នឹងគឺគេតែងតែ trade ខុសប្លែកពី beginner ខ្លាំងមែនទែនដោយសារតែពួកគេហ៊ាន reward ច្រើនខ្លាំងមែនទែនប៉ុន្តែ risk ស្ថានតិចគេអញ្ចឹង risk ត្រឹមថា3 4 5លេខគេជាដើមប៉ុន្តែ reward គេរហូតដល់10លេខឬក៏6លេខដែលហៅថា 1C2 1C3 ឬក៏ 1C4 ជាដើមអញ្ចឹងទៅភាគច្រើនពួកគេយក 1C2 ឡើងហើយជាចុងក្រោយនឹងមានតែការផ្លាស់ប្ដូរជាមួយនឹងការ trade បែបហ្នឹងចេញទេបាទធ្វើឲ្យការ trading របស់យើងមានភាពល្អប្រសើរនិងមានលទ្ធផលច្រើនជាងមុនចាហើយសំណួរចុងក្រោយហ្នឹងតើអ្នកទាំងអស់គ្នាកំពុងតែ trade 1C man ឬក៏ trade man all ដែរកុំភ្លេច comment នៅខាងក្រោមអូខេបាយបាយ